បើសិនជាមានកន្លែងណាធ្វើមិនបានល្អទេសូមកុំប្រកាន់អីប៉ុន្មានថ្ងៃនេះនៅផ្សារការងារខ្ញុំត្រូវទ្រាំនឹងការមើលងាយពីអ្នករួមអាជីពនិងការគៀបសង្កត់ពីពួកមូលធននិយមឥឡូវនេះអង្គុយក្បែរទៅឈើដែលបាក់ជ្រុងមួយនេះបែរជាមានអារម្មណ៍កក់ក្ដៅនិងស្ងប់ចិត្តដែលបាត់បង់ជាយូរមកហើយអរគុណមីងឆ្ងាញ់ណាស់គេបានប្រាជ្ញាចិត្តក្នុងចិត្តថាដាច់ខាតមិនបណ្ដោយឲ្យនរណាម្នាក់មកបំផ្លាញអ្វីទាំងអស់នេះឡើយតើអញចង់រកនរណាម៉ែអង្គុយចុះទៅមិនដែរគិតថាកាណូតពណ៌របស់ឯងនោះបើកមិនស្រួលចង់ឲ្យខ្ញុំជួយជួសជុលបាតក្រោមឲ្យមែនទេមួយលានយ៉នស្ទើរតិចមែនទេលូរ៉ានពួកយើងនិយាយគ្នាចំទៅមិញនេះនៅលើទឹកល្បឿនទូកកញ្ចាស់របស់ឯងខ្ញុំបានឃើញហើយមិនធម្មតាទេអាចកែច្នៃកំទេចឈើមួយគំនរឲ្យមានកម្លាំងរុញខ្លាំងបែបនេះឯងពិតជាមានជំនាញប្លែកភ្នែកមែនខ្ញុំធ្វើជំនួញចូលចិត្តអ្នកមានសមត្ថភាពណាស់លុយនេះសម្រាប់ទិញទូកកញ្ចាស់របស់ឯងរួមទាំងប្លង់រចនានិងទិន្នន័យកែច្នៃទាំងអស់ត្រូវជារបស់ខ្ញុំទិញទូករបស់ខ្ញុំត្រូវហើយទូកជារបស់ខ្ញុំហើយឯងយកលុយនេះទៅឲ្យឆ្ងាយពីកំពង់ផែនេះទៅហើយកុំបង្ហាញមុខក្នុងវិស័យផលិតទូកនេះទៀតឲ្យសោះថាកែចៅនេះឯងប្លន់ចំហហើយតើប្រព័ន្ធកម្លាំងម៉ាស៊ីនទូកនោះបើយកទៅចុះបញ្ជីប៉ាតង់លក់លើទីផ្សារលក់ថោកក៏លើពីតម្លៃនេះដែរឯងចង់យកលុយ1លានមកទិញផ្ដាច់មុខមែនទេយកសពទៅអូខ្ញុំថាហេតុអ្វីមើលទៅសំភ្នែកម្លេះមិនមែនជាអ្នករចនាម៉ូដដ៏ល្បីល្បាញលីនទេអីមិនដែរមិនព្រមចុះហត្ថលេខាលើឯកសាររបស់ខ្ញុំបែរជារត់មកនៅជាមួយអាជាងជួសជុលទូកទៅវិញពិតជាមានអនាគតល្អមែនបិទមកទៅទូករបស់ឯងលួចបន្លំគ្រឿងផ្សំមិនយូរមិនឆាប់គង់តែមានរឿងទេនាងតូចនិយាយស្ដីនឹងធ្វើការត្រូវចេះគិតពិចារណាផងពួកឯងកុំចង់មកធ្វើបាបតាមចិត្តណាតែច្បាប់ណែណាមួយលានយ៉នជាមួយលេខ0ឲ្យ7ខ្ទង់យ៉ាងត្រឹមត្រូវគេស្គាល់ច្បាស់ណាស់នៅចំណុចខ្សោយរបស់ពួកអ្នកក្រនេះមួយលានយ៉នគឺគ្រប់គ្រាន់ដើម្បីទិញកិត្តិយសរបស់ពួកគេមួយគ្រួសារទៅហើយបែបហ្នឹងទៅត្រូវមានលុយនេះហើយទៅស្រុកស្រែសង់វីឡាតូចមួយទៅសម្លេងឲ្យក្រដាស់យ៉ាងខ្លាំងបានកាប់ដៃសម្ដីរបស់ចៅចិនពីវមេដៃទាំងពីររបស់លូរ៉ានបានចាប់ចំកណ្ដាលមួយពពៀនបាត់រួចហើយយ៉ាងខ្លាំងមួយពពៀនបាត់ក៏ដាច់ជាពីរចំណែកភ្លាមស្នាមញឹមនៅលើមុខរបស់ចៅចិនពីវក៏ស្រងូតស្រងាត់ទៅភ្នែកសម្លឹងមើលដៃលូរ៉ានមិនដាក់ភ្នែកលូរ៉ានគ្មានទឹកមុខអ្វីទាំងអស់គេបានបាត់មួយពពៀនបាត់ទាំងពីរចំណែកចូលគ្នារួចហែកម្ដងទៀតខ្លាយជា4ចំណែករួចបាត់ម្ដងទៀតហែកម្ដងទៀតខ្លាយជាកំទេចក្រដាស់ឥតប្រយោជន៍លូរ៉ានបានបោះវាឡើងក្រដាស់ទាំងនោះហាដូចជាព្រើធ្លាក់មកលើមុខរបស់ចៅចិនពីវផ្ទាល់តែម្ដងរួចធ្លាក់តាមអាបធំរបស់គេទៅលើដេកចាក់ភពចង់ងាប់មែនទេអង្គរៈបានស្រែកគំហកយ៉ាងខ្លាំងរួចលូកដៃទៅចាប់កៅអៅរបស់លូរ៉ានមិនទាំងងាកក្បាលមើលផងគេបានលូកដៃស្ដាំទៅក្រោយយ៉ាងលឿនចាប់យកកាំបិតធំដែលប្រើសម្រាប់កោសស្រកាត្រីនៅលើជ្រុញភ្លាមផាំងសម្លេងយ៉ាងខ្លាំងបានបន្លឺឡើងពេញទីធ្លាផ្ទះកាំបិតដ៏ធំបានកាប់យ៉ាងសាហាវទៅលើឈើកញ្ចាស់នៅចំពោះមុខរបស់ចៅចិនពីវដៃរបស់អង្គរៈបានយ៉ាងនៅកណ្ដាលអាកាសការកាប់ដ៏សាហាវខុសឃើញនេះនិងសម្ពាធដ៏គួរឲ្យខ្លាចនេះបានធ្វើឲ្យអង្គរៈដែលហ្វឹកហាត់យ៉ាងល្អទាំងពីរនាក់ដើរថយក្រោយមួយជំហានដើម្បីដឹងខ្លួនចៅចិនពីវសម្លឹងមើលកាំបិតកោសស្រកាត្រីដែលរសារដល់ប្រយោជន៍របស់ឯងរួចគេរួចលើកមកជាផ្ទះរបស់ខ្ញុំទៅ